Hello everyone welcome to Easy English Club បាទសួស្តីបងប្អូនសិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់ជាទីរាប់អាន We study about vegetables យើងរៀនអំពីបន្លែ We focus on pronunciation with the phonetic symbols of English អូខេយើងផ្ដោតទៅលើការបញ្ចេញសំឡេងពាក្យនីមួយៗដោយអនុវត្តទៅតាមសញ្ញាសូរស័ព្ទរបស់ភាសាអង់គ្លេសអូខេអញ្ចឹងភាសាអង់គ្លេសគឺស្ថិតនៅលើការទន្ទិញបានឆាប់ចេះណាឧស្សាហ៍ទន្ទិញឧស្សាហ៍អានมันអាចអានតែម្ដងពីរដងហើយសន្មតថាចេះចាំអត់ទេណាអញ្ចឹងតោះតែឧស្សាហ៍បន្តិចហើយ teacher ក៏ជូនពរឲ្យបងប្អូននិងអ្នកសិក្សាទាំងអស់ឆាប់ចេះឆាប់បានសម្រេចនៅគោលដៅនៃការសិក្សាក៏ដូចជាការងារនៅថ្ងៃអនាគតទាំងអស់គ្នា Yes let me start carrot មានន័យថាការ៉ុត tomato បាទអញ្ចឹងនេះសកត់នៅព្យាង្គទី2ណាដោយសារយើងឃើញសញ្ញាក្បៀសឬ apostrophe ហ្នឹងវាបន្តនៅមុខព្យាង្គទី2អញ្ចឹងយើងត្រូវតែសកត់នៅសញ្ញាមុខសញ្ញាឬក៏ហៅខាងស្ដាំដៃនៃសញ្ញា apostrophe នោះយ៉ាអញ្ចឹង tomato មានន័យថាពេញប៉ោះគេ potato មានន័យថាដំឡូងបារាំងអូខេ garlic មានន័យថាមើមខ្ទឹមយ៉ាអានេះយើងអានថា onion អញ្ចឹង onion ប្រែថាខ្ទឹមបារាំងអញ្ចឹងយើងមើលរៀន spell នេះណាអានណាयណា onion អូខេដូចខ្មែរយើងប្រកបអញ្ចឹងណា Yes មួយទៀតអានេះ3ព្យាង្គសកត់ព្យាង្គទីម៉ានបាទគឺព្យាង្គទី1ដោយសារយើងឃើញសញ្ញាក្បៀសនៅខាងមុខមែនទេ Yeah alright យើងអានថា cucumber ជំនាញន័យថាត្រសក់បាទត្រសក់អូខេខាងនេះយើងអានថា pumpkin មានន័យថាល្ពៅអូខេខាងនេះ eggplant មានន័យថាត្រប់វែងផ្លែត្រប់វែងណាយ៉ានេះពីរព្យាង្គ cabbage មានន័យថាស្ពៃក្តោបអូខេអានេះយើងអានថា mushroom មានន័យថាផ្សិតយ៉ាអរញូខាងនេះ lettuce មានន័យថាសាឡាត់យ៉ាពាក្យនេះ leek ប្រែថាស្លឹកខ្ទឹមអូខេខាងនេះ chili មានន័យថាម្ទេសយ៉ាអូខេពាក្យនេះ spinach ប្រែថាស្ពៃខ្មៅអូខេពាក្យនេះ cauliflower Yes គេប្រែថាផ្កាខណាអូខេ After this we continue to the conversation បាទបន្ទាប់ពីនេះយើងនឹងបន្តទៅការសន្ទនាជាមួយនឹងពាក្យបន្លែទាំងអស់នេះណា Conversation ការសន្ទនា Conversation about vegetables ការសន្ទនាអំពីបន្លែ Yeah this is a girl and this is a boy Now repeat after me Did you have lunch already?មានន័យថាតើអ្នកហូបអាហារថ្ងៃត្រង់ហើយឬនៅ Yes I did បាទខ្ញុំហូបរួចហើយ What did you have for lunch? តើអ្នកមានអ្វីហូបសម្រាប់អាហារថ្ងៃត្រង់ I had
eggs and vegetables I had eggs and vegetables ខ្ញុំមានស៊ុតនិងបន្លែ Yeah. What are the vegetables? What are the vegetables? តើជាបន្លែអ្វីខ្លះ They are carrots, cabbage, cauliflower, and leek. ពួកវាគឺការ៉ុតស្ពៃក្តោបផ្កាខាណានិងស្លឹកខ្ទឹម What's your favorite vegetable? What's your favorite vegetable? តើបន្លែដែលអ្នកចូលចិត្តគឺអ្វី My favorite vegetable is carrot. My favorite vegetable is carrot. បន្លែដែលខ្ញុំចូលចិត្តគឺការ៉ុត Yes អញ្ចឹងមេរៀនអំពីបន្លែរបស់យើងក៏ដល់ទីបញ្ចប់ Yes អរគុណសម្រាប់ការតាមដានបាទអញ្ចឹងការសិក្សាអំពី vegetable ហើយនឹងការសន្ទនារបស់យើងក៏ដល់ទីបញ្ចប់អរគុណបងប្អូនសិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់ដែលបានតាមដាននិងទស្សនានៅវីដេអូរបស់លោកគ្រូហើយចុងបញ្ចប់នេះសូមជួយចុច like និង subscribe channel របស់លោកគ្រូម្នាក់មួយផងដើម្បីទទួលបានមេរៀនថ្មីៗជាបន្តទៀតសម្រាប់រៀននិងសិក្សាទាំងអស់គ្នា Thank you. Goodbye.